យោងទៅតាមเพจក្រសួងការពារជាតិដែលបានបង្ហោះនាល្ងាចនេះគឺមានសេចក្តីថាលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជីតាអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិឲ្យបានជ្រាបពីស្ថានភាពនៅតាមបណ្ដោះព្រំដែនកម្ពុជាថៃនៅថ្ងៃនេះថានៅវេលាម៉ោង 15:50 នាទីគឺម៉ោង 5:50 នាទីយោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរនៅក្នុងភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដែលយោងទៅតាមព័ត៌មានបឋមពីអាជ្ញាធរមូលដ្ឋានករណីនេះបង្កឲ្យមានការរបួសនៅជនស៊ីវិលកម្ពុជាចំនួន5រូបការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ពេលជាច្រើនថ្ងៃក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នាក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវឃោរឃៅនេះហើយនេះបង្ហាញបំណងយ៉ាងច្បាស់ដែលភាគីថៃបានរំលោភបំពានលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានិងថៃក្រោមសាក្សីរបស់អាដាមដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកនិងឯកឧត្តមអាន់រ៉ាមអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីនិងជាប្រធានអាស៊ានក្នុងនោះកម្ពុជាក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនិងសកម្មភាពខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដល់កំរោលនេះកម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់រាល់អារភាពជាបន្ទាន់ដែលគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ទន្ទឹមនេះកម្ពុជាក៏អំពាវនាវឲ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពនិងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឲ្យបានម៉ឺងម៉ាត់ស្មោះត្រង់និងដោយសុឆន្ទៈពិតប្រាកដចំណែកឯเพจរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនេះវិញក៏បានដាក់ប្រកាសដែរអំពីហេតុការណ៍ដែលកើតមានឡើងនៅខេត្តបន្ទាយមានជ័យនាល្ងាចថ្ងៃទី12ខែវិច្ឆិកានេះដោយសម្ដេចបានថ្កោលទោសនៅទាហានថៃដែលបានប្រើប្រាស់កាំភ្លើង RPD បាញ់ប្រហារមកលើប្រជាពលរដ្ឋកម្ពុជាដែលកំពុងស្នាក់នៅក្នុងជម្រកកៅស៊ូតង់ក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជាស្ថិតក្នុងភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យគួររំលឹកផងដែរថាអ្នកភូមិដែលរស់នៅក្នុងភូមិព្រៃច័ន្ទនេះគឺជាជនរងគ្រោះច្រើនជាងគេដែលនៅក្នុងអំឡុងប្រមាណខែមុននៃការចុះកិច្ចព្រមព្រៀងហ្នឹងគឺកងទ័ពថៃបានយកបន្លាលួសមកពាត់យកភូមិព្រៃច័ន្ទដែលចោទថាកម្ពុជាបានរស់នៅលើទឹកដីថៃដែលក្នុងពេលខ្លះដែលអ្នកភូមិមួយចំនួនដែលផ្ទះអ្នកភូមិមួយចំនួនហ្នឹងគឺត្រូវបានអាជ្ញាធរថៃបានឈូសឆាយផ្ទះចោលហើយដោះមីននិងបានប្រគល់ដីទាំងនោះទៅឲ្យប្រជាពលរដ្ឋថៃផងដែរគឺថៃគឺបានបំពេញទាំងស្រុងនៅកិច្ចព្រមព្រៀងសន្តិភាពនេះតែម្ដងគឺថាទង្វើបង្កហេតុថ្ងៃនេះគឺជាការដែលគឺថាយោធាថៃគឺគេមានសិទ្ធិអំណាចក្នុងការធ្វើនិងសម្រេចចិត្តនៅតាមព្រំដែនតាមកលៈទេសៈជាក់ស្ដែងដែលគឺជាការផ្ដល់អំណាចមួយរបស់នាយករដ្ឋមន្ត្រីថៃបន្ទាប់ពីមានការកិច្ចប្រជុំនៃសភារបស់ប្រទេសថៃហ្នឹងគឺនាយករដ្ឋមន្ត្រីបច្ចុប្បន្នគឺលោកអនុទីនជាញោវីកូលក្រឡេកមើលទៅលើអ្នកភូមិព្រៃច័ន្ទនេះវិញគឺថាមានការអាណិតពួកគាត់ជាខ្លាំងដែលពួកគាត់មានផ្ទះនៅហើយពិបាកនៅរស់នៅទាំងមានភាពភ័យខ្លាចជាក់ស្ដែងដូចជាអំពើហិង្សានៅនាល្ងាចថ្ងៃទី12ខែវិច្ឆិកានេះអញ្ចឹងគឺមានការបាញ់ប្រហារមកលើប្រជាជនកម្ពុជាស្លូតត្រង់ដែលកំពុងតែជ្រកនៅក្នុងតង់ហើយថាធ្វើឲ្យប្រជាជនម្នាក់បានបាត់បង់ជីវិតនេះគឺជាអំពើមួយដែល
យងខ្នងរបស់ប្រជាជនថៃប្រទេសថៃពីសំណាក់កងទ័ពថៃដែលគេអាងថាពួកគេហ្នឹងគឺជាអ្នកដែលស្រឡាញ់សន្តិភាពហើយបែរជាចោទនៅព័ត៌មានថាកម្ពុជាបានបំភ្លៃរឿងនេះទៅជាប្រឌិតរឿងនេះទៅវិញទាំងដែលភ័ស្តុតាងរូបភាពពីបណ្ដាញសង្គមគឺមានប្រជាជនដែលដឹកទៅពេទ្យហើយក៏មានបងប្រុសម្នាក់ដែលគាត់ស្លាប់អញ្ចឹងទៅហើយនេះគឺជាអ្វីដែលព័ត៌មានដែលបានកើតឡើងថ្មីនេះតែម្ដងអញ្ចឹងគឺថាតើវាសនាអ្នកភូមិព្រៃចានហ្នឹងគាត់រស់នៅយ៉ាងដូចម្ដេចតទៅថ្ងៃមុខបើសិនជាបញ្ហាចំនួនព្រំដែននៅតែមិនអាចដោះស្រាយបាននៅតែមានភាពរ៉ាំរ៉ៃតើពួកគាត់អាចបន្តរស់នៅទីនោះបានដែរឬទេជាពិសេសគឺថាក្មេងៗកុមារឬក៏ជនចាស់ជរាតើពួកគាត់មានអារម្មណ៍យ៉ាងណាតើបញ្ហាសុខភាពបញ្ហាផ្លូវចិត្តរបស់ពួកគាត់តើវាទទួលផលយ៉ាងណាទៅថ្ងៃមុខជាពិសេសក្មេងៗដែលមិនបានទទួលការរៀនសូត្រដោយសារតែបញ្ហាព្រំដែនដែលមិនទាន់ដោះស្រាយចេញនឹងការប៉ុនប៉ងនៅការបង្កហេតុផ្សេងពីសំណាក់ទាហានថៃជារៀងរាល់ថ្ងៃគឺថាធ្វើឲ្យអ្នកភូមិព្រៃចានហ្នឹងគឺគាត់ជាជនរងគ្រោះជាងគេតែម្ដងសម្រាប់ចំនួនប្រដាប់អាវុធនិងបញ្ហាព្រំដែនដែលមិនងាយដោះស្រាយចប់នៅពេលហ្នឹងនឹងចូលរួមសោកស្ដាយចំពោះប្រជាជនគ្រួសារដែលគាត់បានបាត់បង់សាច់ញាតិដោយសារតែអំពើហិង្សាពីសំណាក់ភាគីទាហានថៃ